គ្រប់ពលមុខមែនតែនហើយសម្រាប់សង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានលើកឡើងថាអ៊ុយក្រែនជាអ្នកនៅពីក្រោយនៃការខ្វះខាតនៅក្របរំសេវរបស់អាមេរិកក្នុងប្រទេសអ៊ីរ៉ង់ចង់ដឹងថាតើលោកនិយាយនេះជាការពិតឬគ្រាន់តែជាចិត្តសាស្ត្រនយោបាយស្វាគមន៍ប្រិយមិត្តបងប្អូនអរគ្នាយើងវិលត្រឡប់សម្រាប់ការតាមដាននៅព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិប្រចាំថ្ងៃដែលនេះជាវីដេអូទី1សម្រាប់ថ្ងៃទី26ខែមីនាឆ្នាំ2026ការត្រួតពិនិត្យការពិតរបស់គីប៉ុហ្វនៅលើសេចក្តីថ្លែងការណ៍ទាំងនោះបានរកឃើញថាការអះអាងថ្មីរបស់មន្ត្រីជាន់ខ្ពស់ដឹកនាំដោយប្រធានាធិបតីដូណាល់ត្រាំថាកង្វះខាតអាវុធដែលកងទ័ពអាមេរិកកំពុងប្រឈមមុខដែលកំពុងប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់គឺជាកំហុសរបស់អ៊ុយក្រែនគឺមិនប្រទេសដោយចាប់ផ្ដើមនៅខែមីនាបន្ទាប់ពីការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើក្របរំសេវការពារដែនការរបស់អាមេរិកប្រឆាំងទៅនឹងការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ក្នុងទ្រង់ទ្រាយធំដែលមិននឹកស្មានដល់នៅឈូងសមុទ្រប៉ែកប្រធានាធិបតីដូណាល់ត្រាំរដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth និងអ្នកនាំពាក្យសេតាវិមានអ្នកស្រី Caroline Leavitt សុទ្ធតែស្ដីបន្ទោសមកលើអ៊ុយក្រែននៅថ្ងៃទី3ខែមីនានៅក្នុងសារមួយនៅលើបណ្ដាញសង្គម Truth Social លោកដូណាល់ត្រាំបានសរសេរថាលោក Joe Biden ដែលងងុយគេងបានចំណាយពេលវេលាទាំងអស់របស់គាត់និងប្រាក់របស់យើងដោយផ្ដល់នូវអ្វីៗគ្រប់យ៉ាងទៅដល់លោក Zelensky នៃប្រទេសអ៊ុយក្រែនដែលមានតម្លៃរាប់រយពាន់លានដុល្លារហើយខណៈដែលគាត់បានផ្ដល់នូវទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដោយឥតគិតថ្លៃគាត់មិនបានខ្វល់ខ្វាយអំពីអ្វីនៃការជំនួសនោះទេលោកត្រាំបានបន្តអះអាងថាស្តុកក្របរំសេវរបស់អាមេរិកគឺស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតឬស្ទើរតែគ្មានដែនកំណត់ប៉ុន្តែនៅតែមិនទាន់ដល់កម្រិតដែលលោកពេញចិត្តទាំងស្រុងទេទន្ទឹមនឹងនេះនៅថ្ងៃទី19ខែមីនាឆ្នាំ2026ក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅឯការិយាល័យសេតាវិមានជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោកដូណាល់ត្រាំបាននិយាយដោយផ្នែកថាយើងចង់មានក្របរំសេវយ៉ាងច្រើនដែលយើងមាននៅពេលនេះយើងមានក្របរំសេវយ៉ាងច្រើនប៉ុន្តែវាត្រូវបានលុបចោលដោយសារតែយើងបានផ្ដល់វាយ៉ាងច្រើនទៅឲ្យប្រទេសអ៊ុយក្រែនលោកបានបន្ថែមថាសំណើសមមូលនិធិនេះគឺដោយសារតែហេតុផលជាច្រើនលើសពីអ្វីដែលយើងកំពុងតែនិយាយនៅអ៊ីរ៉ង់ដោយបានហៅវាថាជាតម្លៃតិចតួចដែលត្រូវចំណាយដើម្បីរក្សាកំពូលតារាងនៅថ្ងៃទី19ខែមីនាដដែលនៅក្នុងសន្និសីទសារព័ត៌មានមួយរបស់មន្ត្រីបញ្ចកោណលោក Pete Hegseth នៅពេលសួរអំពីស្តុកគ្រាប់រំសេវរបស់អាមេរិកដែលមានតម្លៃសម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់លោកបានឆ្លើយថាយើងក៏នៅតែកំពុងដោះស្រាយជាមួយបរិយាកាសដែលលោក Joe Biden បានបង្កើតផងដែរដែលកំពុងបំផ្លាញស្តុកទាំងនោះហើយមិនបានបញ្ជូនវាទៅឲ្យយោធារបស់យើងនោះទេប៉ុន្តែវាបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនដែលជាពេលដែលរាល់ពេលដែលយើងត្រឡប់ទៅមើលបញ្ហាប្រឈមណាមួយដែលយើងមានវាត្រឡប់ទៅរកការបញ្ជូនវាទៅឲ្យប្រទេសអ៊ុយក្រែននៅក្នុងការអធិប្បាយទៅកាន់នាយកព័ត៌មាននៅថ្ងៃទី4ខែមីនាដើម្បីឆ្លើយតបទៅនឹងសំណួរស្ដីអំពីក្របរំសេវនិងការផ្ដល់មូលនិធិអ្នកស្រី Caroline Leavitt បានមានប្រសាសន៍ថាមេដឹកនាំដ៏ល្ងងខ្លៅនិងគ្មានសមត្ថភាពនៅក្នុងសេតាវិមានអស់រយៈពេល4ឆ្នាំបានផ្ដល់អាវុធល្អៗរបស់យើងជាច្រើនដោយឥតគិតថ្លៃទៅឲ្យប្រទេសមួយទៀតនៅឆ្ងាយណាស់ក្នុងនាមអ៊ុយក្រែនអ្នកនាងបានបន្តថាសហរដ្ឋអាមេរិកមានស្តុកគ្រាប់ច្រើនជាងគ្រប់គ្រាន់នៅក្នុងទីតាំងសម្ងាត់ដើម្បីដោះស្រាយសង្គ្រាមយូរអង្វែងជាមួយនឹងអ៊ីរ៉ង់យ៉ាងណាមិញដូច្នេះតើសហរដ្ឋអាមេរិកពិតជាបានបញ្ជូនអ្វីទៅឲ្យអ៊ុយក្រែនមុនពេលដែលលោកដូណាល់ត្រាំបានបញ្ចប់នៃការគ្រប់គ្រងរបស់អាមេរិកក្នុងខែកុម្ភៈឆ្នាំ2025ពិតមែនទេដោយផ្អែកទៅលើទិន្នន័យដែលចងក្រងចេញពីសន្លឹកព័ត៌មានរបស់ក្រសួងការពារជាតិនិងក្រសួងការបរទេសដែលជាការស្រាវជ្រាវខ្សែបូពណ៌ខៀវនៃវិទ្យាស្ថានគៀលរបស់ប្រទេសអាល្លឺម៉ង់និងសេវាស្រាវជ្រាវសភាចាប់តាំងពីឆ្នាំ2022នឹងការចាប់ផ្ដើមនៃការឈ្លានពានលើកទី2របស់រុស្ស៊ីមកលើអ៊ុយក្រែនរហូតដល់ឆ្នាំ2024និងរហូតដល់ការដណ្ដើមអំណាចនៅអាមេរិកដោយរដ្ឋបាលលោកដូណាល់ត្រាំសហរដ្ឋអាមេរិកបានផ្ទេរអាវុធគ្រាប់រំសេវនិងឧបករណ៍យោធាផ្សេងដែលមានតម្លៃប្រមាណ65ទៅ69,000លានដុល្លារទៅឲ្យអ៊ុយក្រែនយោងទៅតាមកំណត់ត្រាទាំងនោះចំនួនភាគច្រើននោះត្រូវបានប្រើប្រាស់ដើម្បីជួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន AFU ប្រយុទ្ធប្រឆាំងទៅនឹងកងទ័ពរុស្ស៊ីនៅក្នុងចំនួនប្រហាក់ប្រហែល8,000លានដុល្លារសម្រាប់កាំភ្លើងធំនិងគ្រាប់រំសេវ 5,000 លានដុល្លារសម្រាប់មីស៊ីលនិងរ៉ុកែតប្រឆាំងរថក្រោះ 15,000 លានដុល្លារសម្រាប់អាវុធវាយប្រហារបច្ចេកវិទ្យាខ្ពស់ដូចជាមីស៊ីល Attack MS ដែលមានការដឹកនាំដោយភាពជាលាក់និងរ៉ុកែត HIMARS 3,000 លានដុល្លារទៀតត្រូវបានប្រើប្រាស់សម្រាប់ឧបករណ៍គ្រប់គ្រងនៅលើដីដូចជាឧទ្ធម្ភាគចក្រ MI-17 និងរ៉ាដាអាកាសយោហើយ2ទៅ 3,000 លានដុល្លារត្រូវបានចំណាយលើអាវុធតូចៗនិងគ្រាប់រំសេវនិងឧបករណ៍កម្រិតទាហានដូចជាបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងគ្រឿងសឹកផ្ទាល់ខ្លួនជាដើម
សមាជិកការពីដែនការនៃកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយយោធាសម័យលោកโจ Biden ដល់លោកដូណាល់ត្រាំទំនងប្រហែលជា 20% នៃថវិកាសរុបពលគឺនៅចន្លោះ10ទៅ12,000 លានដុល្លារសម្រាប់អាគុយស្ទាក់ចាប់ Patriot ចំនួន3គ្រឿងនិងគ្រាប់រំសាវអាគុយ Najan ចំនួន12កាំភ្លើងបាញ់ប្រឆាំងយន្តហោះរយៈចម្ងាយមធ្យមកម្រិតខ្ពស់និងគ្រាប់រំសាវដែលចំនួននេះមិនបានបញ្ជាក់អំពីប្រព័ន្ធការពារដែនការ HAWK សម័យសង្គ្រាមត្រជាក់ជាមួយនឹងគ្រាប់រំសាវនិងល្បាយនៃមីស៊ីលពីអាកាសទៅអាកាសនិងពីដីទៅអាកាសនៃប្រព័ន្ធចម្រុះដែលមានដូចជា Stinger, Avenger, AIM 7-9M Sparrow OIM-7 នោះទេក្នុងចំណោមសភាវុធទាំងនោះគឺមានតែមីស៊ីល PAC-3 របស់ Patriot តែប៉ុណ្ណោះដែលមានសមត្ថភាពវាយប្រហារមីស៊ីលប្លង់ដែលហោះចូលមកបើទោះបីជាមិនមានការធានាថានឹងត្រូវបានវាយប្រហារក៏ដោយអាវុធទាំងអស់នោះអាចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បើទោះបីជាសេដ្ឋកិច្ចដែលបានស្ទាក់ចាប់គឺមិនសមហេតុផលក៏ដោយ PAC-3 របស់អាមេរិកជាធម្មតាគឺវាមានតម្លៃចន្លោះពី3ទៅ4លានដុល្លារនៅក្នុងមួយគ្រាប់ហើយប្រភេទ Zahid របស់អ៊ីរ៉ង់គឺវាមានតម្លៃ20,000 ទៅ 50,000 ដុល្លារនៅក្នុងមួយគ្រឿងយ៉ាងណាមិញបាននិយាយអំពីប្រព័ន្ធការពារដែនអាកាសដែលសហរដ្ឋអាមេរិកបានបញ្ជូនទៅឲ្យអ៊ុយក្រែនថាតើវាបានអស់ស្តុកអាវុធរបស់អាមេរិកដែរឬទេចម្លើយអ្វីដែលយើងបានដឹងនោះគឺថាវាមិនត្រឹមត្រូវនោះទេប៉ុន្តែវាគឺជាការដាក់សម្ពាធដែលទំនងជាមិនត្រឹមត្រូវទាំងស្រុងទោះជាយ៉ាងណាក៏ដោយការចោទប្រកាន់ដែលថាការគ្រប់គ្រងសម័យលោកโจ Biden ចំពោះអ៊ុយក្រែនគឺជាហេតុផលចម្បងគឺជាការយល់ច្រឡំយ៉ាងខ្លាំងចំនួនមីស៊ីលពិតប្រាកដដែលបានដឹកជញ្ជូនគឺជាអាចកំបាំងយោធាទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅក្នុងប្រទេសអ៊ុយក្រែនក៏ដូចជាចំនួនគ្រាប់រំសាវដែលបានរក្សាទុកក្នុងស្តុកផងដែរអ្នកវិភាគយោធាជាធម្មតាបានប៉ាន់ប្រមាណថាចាប់តាំងពីឆ្នាំ2022ដល់ឆ្នាំ2024សហរដ្ឋអាមេរិកទំនងជាបានផ្ទេរទៅឲ្យអ៊ុយក្រែននៅប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ចន្លោះពី500ទៅ800គ្រាប់តែប៉ុណ្ណោះយោងទៅតាមក្រុមហ៊ុនផលិតឧបករណ៍យោធា Lockheed Martin របស់អាមេរិកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនផលិតប្រព័ន្ធស្ទាក់ចាប់ PAC-3 ថ្មីប្រហែល550ទៅ650គ្រឿងជារៀងរាល់ឆ្នាំមិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេប៉ុន្តែសម្រាប់អតិថិជនទាំងអស់រួមទាំងអតិថិជនសំខាន់របស់ខ្លួនគឺយោធាអាមេរិកផងដែរយោងទៅតាមការរាប់ចំនួនរបស់កូនទ័ពអាកាសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានមកលើអ៊ុយក្រែនជាលើកទី2របស់រុស្ស៊ីបានបាញ់មីស៊ីលប្លង់ចន្លោះពី2000ទៅ3000គ្រាប់ដែលជាអាវុធដែលមានតែមីស៊ីល Patriot តែប៉ុណ្ណោះដែលអាចមានឱកាសស្ទាក់ចាប់បានដែលពួកគេបានវាយប្រហារមកលើផ្ទះសម្បែងនិងអាជីវកម្មរបស់អ៊ុយក្រែនក្នុងពេលជាមួយគ្នានេះកូនទ័ពរុស្ស៊ីក៏បានប្រើប្រាស់ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកដែលពួកគេបានហោះហើរទម្លាក់គ្រាប់បែកចន្លោះពី 15,000 ទៅ 20,000 ដុល្លារជាមួយនឹងយន្តហោះធម្មតាដែលមីស៊ីល Patriot ត្រូវបានបង្កើតឡើងជាពិសេសដើម្បីបាញ់ទម្លាក់នោះដោយសារតែចំនួនមីស៊ីលនិងការវាយប្រហារតាមអាកាសដ៏ច្រើនសន្ធឹកសន្ធាប់ដែលរុស្ស៊ីបានបាញ់ប្រឆាំងនឹងអ៊ុយក្រែននិងមីស៊ីលស្ទាក់ចាប់តិចតួចតែប៉ុណ្ណោះដែលត្រូវបានផ្ទេរកងវ៉ាខាតមីស៊ីល PAC-3 ជាបន្ទាប់នៅក្នុងកងកម្លាំងអ៊ុយក្រែនក្រៅពីការលក់មានកំណត់ខ្លាំងអត្រាការឡើងដល់ 10% នៅក្នុងឆ្នាំ2025បានធ្វើឲ្យមានបញ្ហាប្រឈមនៃកង្វះខាតកាន់តែធ្ងន់ធ្ងរឡើងប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមដំណើរការប្រព័ន្ធ Patriot នៅក្នុងខែមេសាឆ្នាំ2023ហើយស្ទើរតែភ្លាមនោះមន្ត្រីអ៊ុយក្រែនបាននិយាយថាពួកគេមានការព្រួយបារម្ភថាល្បឿននៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីគឺខ្លាំងក្លាណាស់ដែលក្រុមហ៊ុនផលិតមីស៊ីល PAC-3 នោះគឺក្រុមហ៊ុន Lockheed Martin ទំនងជាមិនអាចតាមទាន់សមត្ថភាពផលិត PAC-3 ចំនួន500ទៅ600គ្រាប់សម្រាប់អតិថិជនទាំងអស់ដែលដឹកនាំដោយយោធាអាមេរិកនោះទេថ្មីនេះអ្នកសង្កេតការយោធាអ៊ុយក្រែនបានកត់សម្គាល់ថាសូម្បីតែការផ្លាស់ប្ដូរឋានៈដឹកនាំជាតិរបស់អាមេរិកពីលោកโจ Biden មកពីគណបក្សប្រជាធិបតេយ្យទៅកាន់លោកដូណាល់ត្រាំមកពីគណបក្សសាធារណរដ្ឋក៏មិនអាចបង្កើននៃការកើនឡើងនៃការផលិត PAC-3 ពីក្រុមហ៊ុន Lockheed Martin បានដែរការស្ដីបន្ទោសដ៏ត្រឹមត្រូវចំពោះកង្វះខាតនៃមីស៊ីល PAC-3 គឺដំបូងឡើយចំពោះវាមានក្រំឡាំងនិងលោក Vladimir Putin ព្រោះបើគ្មានការឈ្លានពានអ៊ុយក្រែនទេវាមិនទំនងជាទីក្រុងគីវឬទីក្រុង Washington នឹងពិចារណាអំពីការផ្ទេរ Patriot ទៅឲ្យអ៊ុយក្រែននៅដែរប៉ុន្តែមានអ្នកទទួលខុសត្រូវដូចគ្នាប្រសិនបើចំនួនមីស៊ីល PAC-3 ពិតប្រាកដជារង្វាស់នោះអ្នកដែលត្រូវទទួលខុសត្រូវទ្វេដងដោយអ៊ុយក្រែនគឺអ្នកដែលគេចាត់ទុកថាទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ទូទាំងឈូងសមុទ្រប៉ែកទាំងទីក្រុងតេហេរ៉ង់ចំពោះការបាញ់ប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលឬអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកចំពោះការចាប់ផ្ដើមសង្គ្រាមជាមួយអ៊ីរ៉ង់តាំងតែពីថ្ងៃដំបូង